មុំអូនវិនថៃសុវ៉ារីអ្នកនាំពាក្យកងទ័ពថៃបានអះអាងថាកម្ពុជាបានប្រើប្រាស់តំបន់ប្រាសាទបុរាណដូចជាតាគង់តាកយនិងព្រះវិហារដោយចេតនាជាមូលដ្ឋានប្រតិបត្តិការយោធានិងដាក់ប្រព័ន្ធអាវុធដើម្បីវាយប្រហារប្រទេសថៃលោកបានបញ្ជាក់ថាតាមអនុសញ្ញាក្រុងឡាអេឆ្នាំ1954ទីតាំងបុរាណអាចបាត់បង់ការការពារបណ្ដោះអាសន្នប្រសិនបើគេប្រើសម្រាប់គោលបំណងយោធាដូច្នេះប្រទេសថៃមានសិទ្ធិស្របច្បាប់នៅក្នុងការឆ្លើយតបការពារខ្លួនវិញតាមភាពចាំបាច់និងសមាមាត្រកម្ពុជាទៅវិញទេដែលកំពុងបំពេញច្បាប់មនុស្សធម៌អន្តរជាតិដោយប្រើបេតិកភណ្ឌវប្បធម៌សម្រាប់យោធាជាការឆ្លើយតបរបស់ខ្លួនគឺថាតុលាការយុត្តិធម៌អន្តរជាតិ ICJ ទាំងឆ្នាំ1962និងសារក្រមបកស្រាយឆ្នាំ2013បានបញ្ជាក់យ៉ាងច្បាស់ថាប្រាសាទព្រះវិហារនិងបរិវេណជុំវិញស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជាមានសិទ្ធិពេញលេញនៅក្នុងការគ្រប់គ្រងនិងការពារទឹកដីរបស់ខ្លួនការចោទថាកម្ពុជាប្រើទឹកដីខ្លួនឯងដើម្បីវាយប្រហារគឺជាការបំភ្លៃការពិតព្រោះកងកម្លាំងកម្ពុជាឈរជើងដើម្បីតែការពារបូរណភាពទឹកដីប៉ុណ្ណោះមិនមែនដើម្បីឈ្លានពានទេការយកអនុសញ្ញាឡាអេឆ្នាំ1954មកធ្វើជាលេខថាប្រាសាទបាត់បង់ការការពារដើម្បីបើកផ្លូវឲ្យមានការវាយប្រហារគឺជាចេតនាដ៏គ្រោះថ្នាក់កម្ពុជាក្នុងនាមជាម្ចាស់បេតិកភណ្ឌវប្បធម៌ពិភពលោកប្រាសាទព្រះវិហារតែងតែគោរពកាតព្វកិច្ចអភិរក្សប្រវត្តិសាស្ត្របានបង្ហាញថាគឺភាគីកម្ពុជាទេដែលរងគ្រោះពីការបាញ់កាំភ្លើងធំដាក់ប្រាសាទពីសំណាក់កងទ័ពសៀមធ្វើឲ្យខូចខាតដល់សម្បត្តិវប្បធម៌មនុស្សជាតិជាពិសេសកម្ពុជាគ្មានគោលនយោបាយយកប្រាសាទធ្វើជាលេនដ្ឋានឬមូលដ្ឋានវាយប្រហារឡើយកម្ពុជាតែងតែជំរុញយន្តការដោះស្រាយបញ្ហាតាមរយៈការទូតនិងចរចាដោយសន្តិភាពដូចជាតាមរយៈ JBC ឬ GBCការដែលភាគីមួយខាងព្យាយាមបង្កើតរូបភាពថាកម្ពុជាជាអ្នកគំរាមកំហែងគឺគ្រាន់តែជាល្បិចចិត្តសាស្ត្រដើម្បីបិទបាំងមហិច្ឆតាឈ្លានពានតែប៉ុណ្ណោះនិយាយរួមពួកគេមិនដែលទទួលស្គាល់នៅកំហុសដែលពួកគេបានធ្វើឡើយទោះបីជាមានច្បាប់អន្តរជាតិក៏ដោយខ្ញុំសង្ឃឹមថានឹងមានយុត្តិធម៌ចំពោះការខូចខាតដ៏ធំធេងពីចៅឈ្លានពានទឹកដីមួយនេះ